តោះសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលម៉ាស៊ីនបោកអើ Panasonic បោះទេជនមួយទៀតហើយដែលគាត់ឲ្យក្រុមការងារយើងទៅចុះឆាយហើយជ្រើសរើសយកសេវាជួសជុលរួមទាំងលាងសម្អាតទៀតហើយសម្រាប់ទូម៉ាស៊ីនបោកអើ Panasonic របស់គាត់នឹងគឺមានបញ្ហាខូចនៅលើរលាកទីទឹកបន្ទាប់ពីយើងដូររលាករួចហើយគឺយើងដោះលាងសម្អាតជូលភាពហ្មងដោយសារម៉ាស៊ីនបោកអើមួយនេះគាត់ប្រើរយៈពេល10ឆ្នាំជាងហើយគាត់អាចលាងសម្អាតសូម្បីតែម្ដងអញ្ចឹងមើលស្ថានភាពម៉ាស៊ីនបោកអើបោះទេជនគឺយើងដោះលាងមកស្អាតហ្មងហើយដោយសារទូនេះគាត់ប្រើរយៈពេលយូរពេកអញ្ចឹងខាងក្នុងគឺវាក្រាំងសាប៊ូមែនតើគឺក្រាំងខ្លាំងមែនតើអញ្ចឹងធម្មតាបើយើងលាងធម្មតាមិនងាយស្អាតទេដូចមើលរូបភាពខាងក្នុងអញ្ចឹងគឺក្រុមការងារគាត់យកទូលវិផងប្រឹងឆ្កឹះពង្រុះស្នឹមកបោហ្នឹងហើយបន្ទាប់មកយើងយកម៉ូទ័រដាក់ច្រាតដែករុះមកស្អាតជូនដល់ភ្ញៀវបានន័យថាយើងលាងជូនដល់អតិថិជនគឺមកស្អាតស្នៀមមកស្អាតតែម្ដងហើយបន្ទាប់ពីយើងលាងសម្អាតរួចរាល់ហើយដោយរដងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺខាងពួកខ្ញុំមានការធានាត្រឹមត្រូវហើយពួកខ្ញុំលាងសម្អាតរួចខ្ញុំមានការធ្វើតេស្តត្រឹមត្រូវដំណើរការអូខេបាទយើងដឹកយកអតិថិជនអញ្ចឹងបើពុកម៉ែបងប្អូនមានតម្រូវការចង់លាងម៉ាស៊ីនត្រជាក់ទូទឹកកកម៉ាស៊ីនបោកអាវមិនថាម៉ាស៊ីនបោកអាវទូធំមកចំហៀងអាប់ដេតអីទេគឺខាងពួកខ្ញុំមានទទួលធ្វើទាំងអស់ហើយធានាទាំងសេវាកម្មធានាទាំងគុណភាពអូខេអរគុណ